សូមជម្រាបសួរកាលពីថ្ងៃទី27ខែមេសានេះមានប្រជាពលរដ្ឋទាំងជនជាតិខ្មែរនិងជនជាតិចិនប្រមាណ140នាក់បានមកធនាគារជាតិនៃកម្ពុជាធ្វើការតវ៉ាដោយអះអាងថាជាអតិថិជនរបស់គ្រឹះស្ថានទូទាត់សងប្រាក់ Hui One Pay ខ្ញុំមានការសោកស្ដាយយ៉ាងខ្លាំងដោយការតវ៉ានេះបានឈានដល់ការប៉ះទង្គិចរវាងកម្លាំងមានសមត្ថកិច្ចនិងក្រុមបាតកោខ្ញុំសូមបញ្ជាក់ជូនបងប្អូនដែលអះអាងថាជាអតិថិជនរបស់គ្រឹះស្ថានទូទាត់សងប្រាក់ Hui One Pay និងសាធារណជនទូទៅឲ្យបានជ្រាបថាការតវ៉ានេះមិនមែនជាលើកទី1ទេហើយធនាគារជាតិនៃកម្ពុជាកន្លងមកបានជួបប្រទះនឹងការតវ៉ានេះជាច្រើនលើកច្រើនសារជាពិសេសនៅចុងឆ្នាំ2025និងដើមឆ្នាំ2026ជាគោលការណ៍របស់ធនាគារជាតិនៃកម្ពុជាគឺយើងប្រកាន់ខ្ជាប់ក្នុងការការពារផលប្រយោជន៍របស់អតិថិជនយើងប្រកាន់ខ្ជាប់ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធីនៅពេលដែលយើងបានឃើញមានការតវ៉ានេះធនាគារជាតិនៃកម្ពុជាបានប្រកាសទុកពេលវេលា2សប្តាហ៍ជូនប្រជាពលរដ្ឋដែលមកតវ៉ាដើម្បីមកចោះឈ្មោះកំណត់អត្តសញ្ញាណនិងព្យាយាមរកវិធីដោះស្រាយជូនពួកគាត់ជាលទ្ធផលយើងទទួលបានប្រជាពលរដ្ឋចំនួនប្រមាណ1300នាក់ដែលបានមកចោះឈ្មោះនៅធនាគារជាតិនៃកម្ពុជាបន្ទាប់ពីយើងបានប្រមូលព័ត៌មាននិងអត្តសញ្ញាណរបស់ប្រជាពលរដ្ឋទាំងអស់នោះយើងក៏មានការកោះប្រជុំផ្ទៃក្នុងដើម្បីពិនិត្យលទ្ធភាពក្នុងការដោះស្រាយក្រោយពីកិច្ចប្រជុំទាំងអស់នោះដោយយល់ឃើញថាការងារទាំងអស់នេះមានភាពស្មុគស្មាញយើងខ្ញុំក៏បានអញ្ជើញតំណាងអាជ្ញាធរពាក់ព័ន្ធដើម្បីជួយពិគ្រោះគ្នាបន្តទៀតក្រោយពីការពិភាក្សានេះរួចមកយើងបានឈានទៅដល់ការសម្រេចថាវិធានការនៃការដោះស្រាយចំពោះប្រជាពលរដ្ឋទាំងនោះគឺហួសដែនសមត្ថកិច្ចរបស់ធនាគារជាតិនៃកម្ពុជានៅថ្ងៃទី24ខែមិនិនាឆ្នាំ2026ធនាគារជាតិនៃកម្ពុជាបានចេញលិខិតជូនអតិថិជនទាំង1300រូបនោះដើម្បីផ្ដល់ព័ត៌មានពីការសម្រេចចិត្តរបស់យើងបានពន្យល់អំពីភាពមានកម្រិតនៃសមត្ថកិច្ចរបស់ធនាគារជាតិនៃកម្ពុជានឹងឲ្យប្រជាពលរដ្ឋទាំងនោះប្រើសិទ្ធិរបស់គាត់ទៅតាមយន្តការតុលាការទោះយ៉ាងណាដោយខ្ញុំបានជម្រាបពីដើមកិច្ចការពារអតិថិជនគឺជាអាទិភាពចម្បងរបស់ធនាគារជាតិនៃកម្ពុជាជាក់ស្ដែងកន្លងមកនេះចំពោះអតិថិជនធនាគារ Panda និងអតិថិជនធនាគារ Prin យើងតែងតែរកវិធីសាស្ត្រដើម្បីដោះស្រាយជូនគាត់ហើយមកដល់ពេលនេះគឺអតិថិជនភាគច្រើនបានទទួលនូវប្រាក់បញ្ញើរបស់គាត់អស់រួចហើយយើងនឹងបន្តដោះស្រាយជូនគាត់ឲ្យអស់លទ្ធភាពដូច្នេះចំពោះអតិថិជន Hui One ខ្ញុំសូមលើកទឹកចិត្តឲ្យប្រើសិទ្ធិរបស់ខ្លួនដោយសន្តិវិធីនិងប្រើយន្តការតុលាការដើម្បីដោះស្រាយបញ្ហាសូមអរគុណមើលមាន4,000ពីអ្នកដីទុនហើយខ្ញុំធ្វើសរសៃហ្នឹងបងឯងដឹងខ្ញុំធ្វើសរសៃមកបានលុយ1ម៉ោងបានលុយភ្ញៀវយើងសើភ្ញៀវចិនពេលគេបាញ់លុយឲ្យយើងបាញ់លុយឲ្យលុយហ្នឹងថ្ងៃដល់ដកលេខបានហ្នឹងឆ្នាំមុនហ្នឹង2025ហ្នឹងដកលេខបានតែបើគេឲ្យយើងចាំរហូតបងឯងដឹងទេចង់បានលុយខ្ញុំមកវិញសូមគោរពជម្រាបសួរពុកម៉ែបងប្អូនទាំងគ្នាដោយដែលពុកម៉ែបងប្អូនទាំងគ្នាបានស្ដាប់ហើយប្រសាសន៍របស់អ្នកស្រីជាសេរីអគ្គទេសាភិបាលនៃធនាគារជាតិកម្ពុជាដែលគាត់ចេញសារមួយក៏ដូចជាសេចក្តីថ្លែងការណ៍មួយពាក់ព័ន្ធជាមួយនឹង Hui One Pay ក៏ដូចជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងធនាគារមួយចំនួនដែលនីតិវិធីនៃការទាញយកប្រាក់ជានីតិវិធីនៃការដកប្រាក់ដែលយើងបានវិនិយោគដែលយើងបានដាក់ទៅលើគ្រឹះស្ថានក៏ដូចជាធនាគារដែលកន្លងមកហើយធនាគារឬក៏គ្រឹះស្ថាននោះបានខ្សែធនជាងសាខាខ្សែធននេះវាមានករណីជាច្រើនអាចថាទី1ធនាគារឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនចំណេញតែមិនចំណេញមិនដំណើរការទៅបានទេទី1ណាទី2ពាក់ព័ន្ធជាមួយនឹងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក៏ដូចជាធនាគារនោះគឺខ្វះសាច់ប្រាក់ក្នុងការបង្វិល
ឬក៏ខ្វះសាច់ប្រាក់ក្នុងការបង្វិលជាងទៅក៏អាចស្នើធនទី3ពាក់ព័ន្ធនឹងការប្រព្រឹត្តខុសនឹងនីតិវិធីច្បាប់នៃធនាគារជាតិឬក៏នីតិវិធីច្បាប់អន្តរជាតិយ៉ាងទៅពាក់ព័ន្ធនឹង Print Bank ដែល Print Bank គឺជាធនាគារមួយដែលក្នុងចង្កោមនៃក្រុមហ៊ុន Print Holding ដែលជាក្រុមហ៊ុនមួយដែលគេសម្គាល់ឃើញថាជាក្រុមហ៊ុន scam ខ្នាតអន្តរជាតិ transactional gram តែក្នុងចង្កោម Print Group នោះគឺមានបទសម្ព័ន្ធជាច្រើនដូច្នេះហើយទើបបានជាយើងស្វែងយល់ឃើញថាបញ្ហាទាំងអស់នេះវាត្រូវការផ្នែកបច្ចេកទេសនិងផ្នែកច្បាប់ហើយចំពោះការដកលុយពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឬធនាគារដែលខ្សែធននោះវាត្រូវការពេលវេលាហើយវាត្រូវការក្រុមហ៊ុនសវនកម្មឯករាជ្យដែលទូទាត់ឬក៏ពិនិត្យទៅលើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឬក៏ធនាគារហ្នឹងតើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឬក៏ធនាគារហ្នឹងមាននីតិវិធីអ្វីខ្លះគេនឹងសលេចឈ្មោះហ្នឹងទៅគេមាននីតិគេត្រួតពិនិត្យទៅលើឯកសារតើប្រាក់ដែលយើងនៅក្នុងធនាគារប្រមាណម៉ឺនប្រមាណលានជាងគេធ្វើនឹងនីតិវិធីក្នុងការទូទាត់សងតែអ្វីក៏ដោយគឺវាត្រូវការពេលវេលាពុកម៉ែណាពេលវេលាជាងខ្ញុំមានប៉ុណ្្នឹងណាបងប្អូនប្រុងប្រយ័ត្នអរគុណជម្រាបលា